ចំណងជើងរឿងថងអាវនិងស្នាមដៃគោលើបងឈើមានក្មេងប្រុសម្នាក់ដែលមានចិត្តក្តៅខ្លាំងរាល់ពេលដែលគេខឹងគេតែងតែនិយាយពាក្យអាក្រក់ទៅកាន់អ្នកដទៃដែលធ្វើឲ្យគេគ្រប់គ្នាខ្លាចនិងលែងចង់ក្បែរថ្ងៃមួយឪពុករបស់គេបានហៅគេមកហើយហុចថងដៃគោមួយឲ្យរួចនិយាយថារាល់ពេលដែលកូនខឹងនរណាម្នាក់ចូលយកដៃគោមួយទៅបោះភ្ជាប់នឹងរបងឈើនៅក្រោយផ្ទះយើងនៅថ្ងៃដំបូងក្មេងប្រុសនោះបោះបានដៃគោដល់ទៅ30គ្រាប់ប៉ុន្តែនៅសប្តាហ៍បន្ទាប់គេចាប់ដើមរៀនគ្រប់គ្រងកំហឹងព្រោះការបោះដៃគោវាហាត់ជាងការទប់ចិត្តចុងក្រោយថ្ងៃមួយដែលគេមិនបានខឹងនរណាសោះក៏មកដល់គេទៅប្រាប់ឪពុកដោយក្តីរំភើបឪពុកក៏និយាយបន្តថាល្អណាស់ឥឡូវនេះរាល់ថ្ងៃដែលកូនអាចទប់កំហឹងបានពេញមួយថ្ងៃចូលដកដៃគោចេញពីបងនោះមួយគ្រាប់វិញពេលវេលាកន្លងផុតទៅក្មេងប្រុសនោះក៏ដកដៃគោចេញអស់ពីបងឪពុកបានដឹកដៃកូនទៅមើលរបងនោះហើយនិយាយថាកូនធ្វើបានល្អណាស់ប៉ុន្តែកូនសាកមើលរបងនោះចុះតើកូនឃើញមានអ្វីខ្លះរបងឈើនេះនឹងមិនអាចត្រឡប់ទៅរកសភាពស្អាតដូចដើមវិញបានឡើយព្រោះវាពេញដោយស្នាមរន្ធដៃគោលឪពុកបន្តទាំងទឹកមុខស្រទន់ពាក្យសម្ដីដែលនិយាយចេញមកពេលខឹងក៏ដូចជាដៃគោលដែលបោះចូលក្នុងចិត្តអ្នកដទៃដែរទោះបីជាកូនសុំទោសហើយដកវាចេញវិញក៏ដោយប៉ុន្តែស្នាមរបួសក្នុងចិត្តគេវានៅតែមានជានិច្ចចំណុចសម្រាប់វិភាគដៃគោលនិងរបងឈើតំណាងឲ្យពាក្យសម្ដីអាក្រក់និងចិត្តរបស់មនុស្សដែលរងគ្រោះការដកដៃគោលជានិមិត្តរូបនៃការសុំទោសទោះជាការសុំទោសអាចដកកំហឹងចេញតែវាមិនអាចលុបបំបាត់ការឈឺចាប់បានទាំងស្រុងឡើយក្មេងប្រុសឆ្លុះបញ្ចាំងពីមនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ emotional intelligence មេរៀនសីលធម៌តើការគិតមុននឹងនិយាយមានសារៈសំខាន់កម្រិតណាសម្រាប់សន្តិភាពក្នុងទំនាក់ទំនង